ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមស្ដាប់រឿងនិទានដែលមានចំណងជើងថាអណ្ដោតនិងស្វាមានរឿងនិទានមួយថាអណ្ដោតនិងស្វាវាសុំធួដនឡងគ្នាតែគ្មានកូនចៅទៅចង់បំពុនអ្វីទេគ្រាន់តែនិយាយថាសុំគ្នាធួដនឡងសត្វទាំងពីរស្រឡាញ់រាប់អានគ្នាដោយដនឡងញាក់ទាំងពួងនោះដែរលុចំណេយូរទៅដនឡងខាងស្វានោះគេមានកូនត្រូវរៀបការគេហៅភ្ញៀវពួកស្វាសន្មត់ថ្ងៃនឹងស៊ីការទើបនឹកឃើញអណ្ដោកជាដនឡងថាយើងការកូននេះហៅភ្ញៀវអស់ហើយនៅតែអណ្ដោកជាដនឡងមិនតាន់បានទៅប្រាប់អីឡីចិត្តថ្ងៃការណាស់ទៅហើយបើដូច្នោះឲ្យបំរើទៅអញ្ជើញគាត់ផងបំណាត់យើងរាប់អានគ្នាយូរឆ្នាំណាស់មកហើយគិតហើយក៏ចាត់បំរើឲ្យទៅអញ្ជើញថ្ងៃដែលគេប្រជុំញាត់ស៊ីការនោះអណ្ដោកក៏ទៅដល់ដែរតែនឹងឡើងទៅស៊ីផឹកនឹងគេមិនរួចពួកស្វាបាំងឃើញក៏តែប្រាប់ដនឡងស្វាថាតបិតដនឡងអណ្ដើកមកដល់ហើយនៅឯក្រោមដើមឈើដនឡងស្វាចុះមកឃើញអណ្ដើកក៏ប្រាប់ថាដនឡងឯងឡើងមិនរួចនឹងគេមានតែដនឡងឯងខំវល់នេះចុះយន្តនឹងស្រាវឡើងប៉ុន្តែបើមិនតាន់ដល់ទៅកន្លងដែលយើងអង្គុយទេដនឡងឯងកុំនិយាយឲ្យសោះទោះបីឃើញអ្វីឬគេថាអ្វីក៏ដោយតែនិយាយធ្លាក់មកស្លាប់ហើយអណ្ដើកទទួលបណ្ដាំដនឡងនោះសពគ្រប់ហើយក៏ទទួលខំវិលពួកស្វាទាំងប៉ុន្មានក៏ស្រាវវិលនោះឡើងនាំអណ្ដើកទៅឯថ្នាក់លើលុះទៅជិតដល់កន្លែងដែលគេនឹងដាក់នោះជួនជាដនឡងស្រីស្វាឃើញអណ្ដើកក៏សួរដោយរាប់អានថាដនឡងសុខសប្បាយទេឬអណ្ដើកភ្លេចពាក្យបណ្ដាំហាមាត់ស្ដីទៅនឹងដនឡងក៏របួតមាត់ធ្លាក់ខ្លួនដល់ដីបែកស្នោកដូចគេបោកនឹងថ្មស្លាប់នៅវេលានោះខានស៊ីការនោះទៅសូមជួយចុច like និង Subscribe ផងណាប្រុសស្អាតស្រីស្អាត